បើខ្លួនស្ទើរឈួតបន្ទាប់ពីកូនប្រុសស្រីជាទីស្រឡាញ់និងរូបស្រស់សង្ហាពីរនាក់ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃនិងអាថ៌កំបាំងបំផុតនៅក្នុងប្រទេសថៃអាណិតខ្លាំងណាស់បងប្អូនទាំងអស់គ្នាជនជាតិគេជនជាតិយើងដែលយើងទៅនៅឬក៏ទៅលេងនៅលើទឹកដីប្រទេសគេហើយជួបគ្រោះថ្នាក់បាត់បង់អាយុជីវិតសាច់ញាតិបងប្អូននៅឯស្រុកកំណើតនៅឆ្ងាយទម្រាំតែទទួលបានសពយកទៅធ្វើបន់គឺវាលំបាកវេទនាខ្លាំងមែនទែនជាពិសេសដោយករណីនេះគឺសពមិនមែននៅស្អាតល្អឯងគឺលក្ខណៈទម្រាំតែគេរកឃើញវាហើមស្អុយអាលួយពិបាកខ្លាំងមែនទែនបងប្អូនទាំងអស់គ្នានារីវ័យក្មេងអាយុ22ឆ្នាំម្នាក់គាត់មានឈ្មោះថាដៃអាណានិងប្អូនប្រុសបង្កើតរបស់គាត់អាយុ17ឆ្នាំមានឈ្មោះថារ៉ូម៉ែនគាត់បានបាត់ខ្លួននៅទីក្រុងប៉ាទីយ៉ានៅក្នុងប្រទេសថៃយោងតាមម្ដាយរបស់ពួកគេបានប្រាប់ថាបងប្អូនគេទាំងពីរនាក់ហ្នឹងបានជិះម៉ូតូចេញពីផ្ទះនៅប្រហែលជាម៉ោង4ទៀបភ្លឺគេមើលតាមកាមេរ៉ាសុវត្ថិភាពគឺថតឃើញសកម្មភាពរបស់ពួកគេចេញពីផ្ទះប៉ុន្តែបន្ទាប់ពីនោះក៏បាត់ការតាក់ទងទាំងស្រុងទូរស័ព្ទរបស់ពួកគេត្រូវបានបិទហើយក៏មិនអាចតាក់ទងបានរហូតមុនពេលបាត់ខ្លួនដៃអាណាដែលជាបងស្រីបានប្រាប់ទៅម្ដាយថានាងមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែតាមដាននាងបាននិយាយថាទូរស័ព្ទរបស់នាងបានរកឃើញឧបករណ៍តាមដាន Bluetooth ដោយមិនស្គាល់ប្រភពស្រដៀងនឹង AirTag ដែលពួកគេកំពុងតែធ្វើដំណើរជាមួយនាងមានន័យថាគេតាមនាងអញ្ចឹងណាសារចុងក្រោយដែលនាងផ្ញើទៅកាន់ម្ដាយគឺពាក្យមួយឃ្លាបន្ទាន់ចាពាក្យបន្ទាន់ណាបន្ទាប់ពីសារនោះមកគ្មាននរណាម្នាក់អាចតាក់ទងដៃណានិងប្អូនប្រុសរបស់គេដែលមានឈ្មោះថារ៉ូម៉ែនបានទៀតឡើយលុះដល់6ថ្ងៃក្រោយនៃការបាត់ខ្លួនរាប់ពីថ្ងៃបាត់ខ្លួនដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026ហ្នឹងគឺមានរយៈពេល6ថ្ងៃប៉ូលីសនៅប្រទេសថៃហ្នឹងគេបានចាប់ខ្លួនជនសង្ស័យ2នាក់ទី1មានឈ្មោះថាថាណាហៅផុងអាយុ43ឆ្នាំទី2ឈ្មោះថងឆៃហៅក្រៅថាថងអាយុ39ឆ្នាំនៅក្នុងខេត្តស្រះកែវជនសង្ស័យទាំងពីរនាក់ត្រូវបានតុលាការចេញនៃការចាប់ខ្លួនហើយត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់បងប្អូនជនជាតិរុស្ស៊ីទាំងពីរនាក់ជនសង្ស័យទាំងពីរនាក់ត្រូវបានគេចោទប្រកាន់ថាបានរត់គេចខ្លួនចេញពីខេត្តឈុនបុរីដោយជិះម៉ូតូហើយបានបើកគេចពីគោលដៅត្រួតពិនិត្យរបស់ប៉ូលីសនៅខេត្តចន្ទថាបុរីមុននឹងធ្វើដំណើរទៅកាន់ខេត្តស្រះកែវដែលប៉ូលីសជឿថាពួកគេប្រហែលជាប៉ុនប៉ងឆ្លងព្រំដែនក្នុងពេលសាកសួរដំបូងបន្ទាប់ពីការចាប់ខ្លួន